ក៏សូមសម្ដែងនៅក្តីសង្ឃឹមថាសមាគមជនជាតិខ្មែរនឹងចូលរួមចំណែកបម្រើផលប្រយោជន៍ជូនដល់សហគមន៍ខ្មែរយើងដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនសហការជាមួយនឹងសហគមន៍អង្គភាពពាក់ព័ន្ធរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជាជប៉ុនតាមរយៈការចូលរួមផ្សព្វផ្សាយវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរដល់មិត្តជប៉ុននិងមិត្តបរទេសនានាខ្មែរនៅប្រទេសជប៉ុនបានចុះបញ្ជីសមាគមនៅក្រសួងយុទ្ធភ័ពប្រទេសជប៉ុនជាផ្លូវការក្រោមចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នសង្គមស៊ីវិលខ្មែរដែលមានឥទ្ធិពលវិជ្ជមាននិងមានសមត្ថភាពក្នុងការរួមចំណែកអភិវឌ្ឍសហគមន៍ខ្មែរនៅជប៉ុនឲ្យមានសុវត្ថិភាពសាមគ្គីភាពនិងភាពរីកចម្រើនជាបន្តបន្ទាប់សមាគមនេះបង្កើតឡើងនៅក្នុងគោលបំណងជាច្រើនប៉ុន្តែគោលបំណងដ៏ធំរបស់សមាគមនេះគឺបម្រើនៅផលប្រយោជន៍របស់ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុននេះតែម្ដង